នឹងដ្រូនមកយើងហោះបានកម្ពស់126ម៉ែត្រជាមួយនឹងចម្ងាយ1175ម៉ែត្រអ្នកគ្នាហើយសេវា RC វាអ្នកគ្នាអាចឃើញពេញបឹបមកអ្នកគ្នាអូស្រកមកកម្មនេះហើយដ្រូននេះហោះបានចម្ងាយរហូតដល់1000ម៉ែត្រហើយខ្ញុំសុំធ្វើការ return ហោះវាមកអ្នកគ្នាហើយអ្នកគ្នាអាចឃើញកាមេរ៉ាវាអែហ្មងនិយាយទៅខ្ញុំស្រឡាញ់កាមេរ៉ាដ្រូន DJI Mini 2មកអ្នកគ្នាច្បាស់ហ្មងខ្ញុំសុំធ្វើការចុច return home វាមកទៅដល់ចុចអានេះមក Return to home ដ្រូនរបស់យើងងាកក្បាលត្រឡប់មកវិញហើយវា return home វិញហើយអ្នកគ្នាដ្រូនអ្នកគ្នានឹងហើយសួស្តីបងប្អូនគ្នាវិលត្រឡប់ជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃហ្នឹងខ្ញុំមកធ្វើការបង្ហោះតេស្តចម្ងាយ DJI Mini 2ទីអ្នកគ្នាអ្នកគ្នាខ្ញុំសុំធ្វើការបញ្ជាតេស្តចម្ងាយវាតិចអ្នកគ្នាហើយនេះខ្ញុំបង្ហោះតេស្តវាទៅឆ្ងាយតិចហើយអ្នកគ្នាអាចឃើញកម្រិតវីដេអូវាបានច្បាស់មែនតើអែមអ្នកគ្នាកម្រិតវីដេអូវាខ្ញុំតេស្តប្រហែលជាតេស្តធំ1គីឡូទេដោយសារមេឃជើងល្ងឹតដែរអ្នកគ្នាខ្ញុំហោះនេះម៉ោង6ហីម៉ោងហើយអ្នកគ្នាអាចឃើញកម្រិតវីដេអូវាច្បាស់ហ្មងអ្នកគ្នាខ្ញុំកំពុងហោះវាទៅនេះហើយខ្ញុំ record វីដេអូកាមេរ៉ាវាឲ្យអ្នកគ្នាឃើញដែរទេឥឡូវនេះខ្ញុំកំពុងហោះនៅកម្ពស់104ម៉ែត្រជាមួយនឹងចម្ងាយកន្លះគីឡូហើយខ្ញុំកំពុងធ្វើការហោះវាទៅទៀតហើយនេះថ្មវាសល់93%ជាមួយនឹងសេវា RC វាពេញអ្នកគ្នាសេវា RC ខ្លាំងមែនតើសេវា DJI Mini 2ហោះទៅហើយដល់ខ្ញុំអត់តម្លើងកម្ពស់វាទេកម្ពស់ដាក់ធំ100ហ្នឹងបានហើយអ្នកគ្នាហោះទៅមួយផ្លែតមិញជិត1គីឡូបាទហោះលឿនដែរអ្នកគ្នា DJI Mini 2យើងហោះអែមពួកនេះជាមួយនឹងកន្លែងកាមេរ៉ានេះខ្ញុំសេរីមកទៅ 4K 30 frame មកទៅឲ្យច្បាស់ហើយខ្ញុំសុំធ្វើការហោះវាទៅទៀតហ្មងទៅជិត1គីឡូបាត់ហើយអ្នកគ្នាមួយផ្លែត800ម៉ែត្រចូល900ម៉ែត្របាត់មួយផ្លែតអ្នកគ្នាឃើញសេវា RC វានៅតែពេញមកអ្នកគ្នាខ្ញុំហោះឲ្យលើស1000ម៉ែត្រទៀតចុះអ្នកគ្នាឥឡូវហ្នឹងដ្រូនមកយើងហោះបានកម្ពស់126ម៉ែត្រជាមួយនឹងចម្ងាយ1175ម៉ែត្រអ្នកគ្នាហើយសេវា RC វាអ្នកគ្នាអាចឃើញពេញបឹបមកអ្នកគ្នាអូស្រកមកកម្មនេះហើយដ្រូននេះហោះបានចម្ងាយរហូតដល់1000ម៉ែត្រហើយខ្ញុំសុំធ្វើការ return ហោះវាមកអ្នកគ្នាហើយអ្នកគ្នាអាចឃើញកាមេរ៉ាវាអែហ្មងនិយាយទៅខ្ញុំស្រឡាញ់កាមេរ៉ាដ្រូន DJI Mini 2មកអ្នកគ្នាច្បាស់ហ្មងខ្ញុំសុំធ្វើការចុច return home វាមកទៅដល់ចុចអានេះមក Return to homeដ្រូនរបស់យើងងាកក្បាលត្រឡប់មកវិញហើយវា return home វិញហើយអ្នកគ្នាដ្រូនអ្នកគ្នាបាច់ភ័យខ្លាចបាត់ដ្រូនទេព្រោះមានកន្លែង return home សម្រាប់ហៅដ្រូនត្រឡប់មកវិញអញ្ចឹងណាអែមខ្លាំងណាស់អ្នកគ្នា DJI Mini 2ខ្ញុំស្រឡាញ់កម្រិតកាមេរ៉ាវាហ្មងច្បាស់ហ្មងថតអ្នកគ្នាអាចឃើញព្រះអាទិត្យលិចទៀតអែមហ្មងហើយខ្ញុំធ្វើការ zoom បាន2គុណដែរអ្នកគ្នា zoom ចូលបាន2គុណអានេះដោយសារខ្ញុំថត 4K បើថត18 zoom ចូលបាន4គុណហើយនឹងដ្រូនពងហោះត្រឡប់មកវិញហើយកម្ពស់125ម៉ែត្រដែរជាមួយនឹងចម្ងាយវាស្រកមកវិញហើយអ្នកគ្នាដ្រូនមកទីតាំងដើមវិញហើយអ្នកគ្នាឥឡូវហ្នឹងដ្រូនពងតែធ្វើការ return home បានកម្ពស់125ម៉ែត្រជាមួយនឹងចម្ងាយ300ម៉ែត្រជាងហើយ
ពងតែត្រឡប់មកវិញអ្នកគ្នាហើយអ្នកគ្នាអាចឃើញកាមេរ៉ាវាច្បាស់យកមែនតើហ្មងមកអ្នកគ្នាកាមេរ៉ា mini 2 នេះចិត្តមកដល់ទីតាំងដើមមែនតើអ្នកគ្នា100 ម៉ែត្រហើយអ្នកគ្នាដ្រូនពងធ្វើការ landing ចុះក្រោមហី Landing. ហើយការចុះចតវាក៏អែមដែរឃើញក្នុងកាមេរ៉ាបានចំទីតាំងដើមល្អអ្នកគ្នាហើយអ្នកគ្នាឥឡូវហ្នឹងដ្រូនរបស់យើងកំពុងតែចុះបានកម្ពស់40 ម៉ែត្រជាងហើយចិត្តមកដល់ក្រោមហើយអ្នកគ្នានោះដ្រូនរបស់យើងLanding. អ្នកគ្នាឥឡូវហ្នឹងដ្រូនយើងហោះមកដល់ទីតាំងដើមវិញហើយអ្នកគ្នាអាចឃើញហើយជាមួយនឹងវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរជម្រាបអ្នកគ្នាជួបជាមួយខ្ញុំម្ដងទៀតនៅវីដេអូបន្ទាប់បាយបាយ